គេថាណូហ្នឹងស្រឡាញ់ទុំហើយទុំហ្នឹងច្រឡំណូនៅពេលដែលទៅរកទាវដំបូងគឺបានជួបនាងណូមុនទាវទៅទៀតប៉ុន្តែនៅក្នុងរឿងខ្សែភាពយន្តក៏ដូចជារឿងប្រឡោមលោករឿងក្នុងសៀវភៅការរៀនណាខ្ញុំអត់បានស៊ីជម្រៅដែរមានបងប្អូនណាដឹងទេបងប្អូនអាច comment ខាងក្រោមប្រាប់ខ្ញុំផងដោយសារតែខ្ញុំអត់បានដឹងអត់បានស៊ីជម្រៅពីរឿងណូនិងទុំទេដោយសារតែការរៀនគឺយើងបានស៊ីជម្រៅទៅរឿងទុំទាវទុំនិងទាវតួអង្គសំខាន់ហើយមានជីផាន់មានមើលងួនអកជួនអញ្ចឹងទៅតែបើរឿងពេជ្រនិងណូអីយើងដូចជាអត់បានស៊ីជម្រៅគ្នាទេហើយម្យ៉ាងវិញទៀតហេតុផលនៃការស្លាប់របស់ទុំនិងនាងណូនិងទាវគឺគេថាណូស្លាប់ព្រោះតែស្រឡាញ់ទុំហើយស្លាប់តាមទុំមិនមែនស្លាប់តាមទាវទេកន្លែងហ្នឹងខ្ញុំអត់ដឹងដែរមានបងប្អូនណាដឹងជួយបញ្ជាក់ខាងក្រោម comment ខាងក្រោមប្រាប់ខ្ញុំផងដោយសារថ្មីនេះប្រហែលជាប្រហែលថ្ងៃនេះគឺបងស្រីអុកស្គុណកញ្ញាតារាចម្រៀងជួរមុខរបស់យើងគាត់បានចេញបទចម្រៀងមួយចំណងជើងថាព្រំលិខិតដែលមាន MV ខ្សែរឿងហ្នឹងវាប្រហាក់ប្រហែលទៅនឹងរឿងទុំទាវដែរប៉ុន្តែមិនមែនជារឿងទុំទាវទេវាជាខ្សែភាពយន្តបែបច្នៃប្រឌិតហើយវាខ្សែរឿងមួយដែរច្នៃប្រឌិតហើយនិយាយពីរឿងតែប៉ុណ្ណោះវាមិនមានអំណាចថាជារឿងទុំទាវទេហើយគ្រាន់តែជារឿងមួយដែលយើងអាចប៉ាន់ស្មានថាណូហ្នឹងស្រឡាញ់ទុំហើយទុំស្រឡាញ់ណូហើយតួអង្គអុកសុគន្ធកញ្ញាហ្នឹងគឺជាតួអង្គណូហើយតាមពិតទៅសម្រាប់ខ្ញុំក៏ខ្ញុំអត់បានដឹងដែរថារឿងហ្នឹងវាទៅជាយ៉ាងណាប៉ុន្តែគ្រាន់តែខ្ញុំឃើញគេ comment គ្រប់គ្នាគេ comment ថាណូហ្នឹងស្រឡាញ់ទុំមិនមែនហើយមានអ្នកខ្លះលើកអំណះថាពេលដែលទុំលួចចូលផ្ទះជីផាន់ពេលយប់ហ្នឹងគឺទៅជួបណូមុនទាវហើយក៏បានអីជាមួយគ្នាទៅហើយណូហ្នឹងក៏ស្រឡាញ់ទុំដែរតែដោយសារវណ្ណៈជាអ្នកបម្រើឬគឺជាអ្នកមើលថែទាវគឺមិនអាចហាស្ដីទេបានតែត្រឹមខំមាត់សង្កត់ចិត្តតែប៉ុណ្ណោះយ៉ាងណាក៏ដោយរឿងនេះក៏ខ្ញុំអត់ហ៊ានសម្រេចដែរព្រោះថាខ្ញុំអត់ធ្លាប់បានស៊ីជម្រៅរឿងហ្នឹងទេដោយសារតែរឿងមួយចំនួនដែលខ្ញុំធ្លាប់បានរៀនគឺអត់បានបញ្ជាក់ថាណូស្រឡាញ់ទុំទេហើយក៏មិនដឹងថាឥឡូវគេកែប្រែវិធានបទមិនក៏ដឹងដែរហើយមានអ្នកខ្លះនិយាយទៀតថាកន្លែងហ្នឹងគឺអ្នកនិពន្ធបានលុបចោលចុះបើសិនជាអ្នកនិពន្ធលុបចោលហើយហេតុអ្វីពួកយើងអាចដឹងកន្លែងហ្នឹងដឹងដោយរបៀបណាស្មានទស្សន៍ទាយឬវាជារឿងពិតដែលគេដំណាលយកមកចារនៅក្នុងក្រាំងដើម្បីធ្វើជារឿងប្រឡោមលោកកន្លែងហ្នឹងខ្ញុំអត់ដឹងដែរចុះបងប្អូនណាដឹងឬក៏ធ្លាប់រៀនឬក៏មានសៀវភៅមួយណាដែលអាងខានណូពិតជាស្រឡាញ់ទុំមែនហើយឃ្លាត្រង់ណានៃកំណាព្យកាបឃ្លោងកន្លែងណាដែលបញ្ជាក់ថាណូពិតជាស្រឡាញ់ទុំមែនហើយណូពិតជាខូចខ្លួនខូចប្រាណជាមួយទុំមែនចុះ comment ខាងក្រោមអ្នកគ្នាដើម្បីឲ្យខ្ញុំបានដឹងខ្ញុំជាអ្នក reaction គឺខ្ញុំចង់ដឹងមែនទែនតែដោយសារតើការរៀនរបស់ខ្ញុំវានៅកម្រិតទាបអញ្ចឹងមិនអាចស្វែងយល់ដល់ស៊ីជម្រៅ